Dạ chào mừng quý bác chị quay lại Thanh Mai Sa Mỹ TV. Thì hiện giờ em có mặt tại chùa Đại Am Bô thuộc Phú Gia, huyện Mỹ Xuyên, tỉnh Sóc Trăng. Đây là tổ phần đầu á, phần đầu và phần lái của chiếc ghe. Đây là chiếc 34 m nè, đang hot trên mạng nè, đang dậy sóng. Đây là tại chùa Đại Am Bô thuộc Phú Gia, Mỹ Xuyên, Sóc Trăng. Hôm nay thì em đến đây em cập nhật các bác chị. Kích thước quá dài, 34 m, do nghệ nhân Danh Vương đảm nhiệm đóng mới. Kích thước của ghe này là thì bữa hổm em quay những cái phim dự ứng của bác chị là phần lên nhắn nhảy. Thì hiện giờ trong nhà ghe Đại Am Bô gồm có 3 chiếc. Quá dài, 34 m. Thì cũng được biết là khâu chuẩn bị của chùa Đại Am Bô thì đóng chiếc này rồi, thì sẽ có cái hoạch thêmให้các bác chị, thì lúc đó em sẽ cập nhật kể đến của bác chị. Thì trước mắt là mình quay chiếc 34 m này thôi. Nè, cô bác chị nhòm màn hình này là cô bác chị đây là biết idol của Kiên Giang là thổi cho cái đột ghe nào rồi á. Năm ngoái cũng làm vậy, vậy sống trên dòng sông dòng Ghiền ha, dữ ha. Đây là đầu với lái luôn hả Thiện? Cái này còn độc lại nữa.
Gan gồ phải nẹn cái hả? Nẹn cái nó mới đúng nhịp phải không anh ba? Chứ không thôi là không đúng nhịp phải không? Giống thợ Campuchia quá, làm gọi là có ngườiตอนนี้យើងនឹងយើងចាប់ផ្ដើមការកសាងនៅសាលាឆទាននឹងឆ្នាំ87ដល់ឆ្នាំ88អានឹងយើងដើម្បីយើងលើកនៅសាលាទានហើយគឺថានៅក្នុងឱកាសថ្ងៃនោះគឺចាប់ផ្ដើមដែលកសាងនៅសាលាឆទាននឹងគឺមានទី1មានបដិគុណគៀងយើងហៅថាដេគុណសឿងកាត់នវត្តព្រំវិសាលព្រមទាំងមានលោកពូពនាមខាត់វាំងមែនកាត់ក៏បានចូលរួមព្រមទាំងគឺមានប្រូក្រាមខេនក៏កាត់បានកានំប្រជាតការនៅវត្តទាខ្នាវ័នពោធិព្រឹកប៉ុន្តែប្រួយផ្ដើមកសាងនៅសាលាឆទានហ្នឹងគឺមានប្រតិគុណគៀងយើងហៅថាដេគុណសឿងព្រមទាំងលោកពូពនាមខាត់វាំងមែនកសាងសាលាទានហ្នឹងឆ្នាំ86 87និង88នឹងកសាងនៅសាលាឆទានណាយាយតាហើយចំណែកដែលខ្ញុំប្រកាសណាអង្គអាត្មាភាពហ្នឹងបានអ៊ីមិនចុះមកហ្នឹងក៏នៅសាលាឆទានទេណាមិនបើសូនណាំយាយតាហេតុដូច្នេះហើយបានកសាងសាលាឆទានហើយប្រតិគុណគៀងយើងសឿងហ្នឹងកាត់ក៏បានសកាត់តោហេតុដូច្នេះហើយយើងមិនបងយើងគិតថាកសាងនៅសាលាឆទានទេយើងមិនគិតវត្តទេយាយតាមិនគិតវត្តទេប៉ុន្តែដល់ចំនួនអង្គអាត្មាភាពនេះមិនមក28ឆ្នាំហ្នឹងនឹងអង្គអាត្មាភាពបានកសាងនៅព្រះវិហារចាស់ណាយាយតាព្រះវិហារចាស់គឺព្រះវិហារឈើណាយាយតាព្រះវិហារឈើហ្នឹងកសាងឆ្នាំ98ណា98 99យើង2003អាហ្នឹងយើងបញ្ចុះគោលណែបញ្ចុះគោលណាបញ្ចុះគោលព្រះវិហារចាស់ហ្នឹងណែ2003ហើយអង្គអាត្មាភាពក៏បានទៅសុំលិខិតណាចេញជាវត្តគឺរយៈកាល6ឆ្នាំហើយយាយតាណែសុំច្បាប់ចេញជាវត្តហ្នឹងគឺរយៈកាល6ឆ្នាំណាកាលនោះយើងនៅវាំងឡុងភូយាយតាវាំងឡុងភូហើយយើងបានចេញជាវត្តហ្នឹងនៅឆ្នាំ2009ណាហើយយ៉ាងលេខចិនណាយាយតាខាងរដ្ឋទីការខាងក្រសួងធម្មការខេត្តណាទទួលសកលយើងចេញជាវត្តហ្នឹង2009ណាយាយតាហេតុហើយពេលនោះមកព្រះវិហារយើងចាស់ព្រះវិហារយើងចាស់ហើយបើអង្គអាត្មាភាពបានចាប់ផ្ដើមកសាងព្រះវិហារថ្មីហ្នឹងគឺនៅឆ្នាំ2016ណាយាយតាកសាងព្រះវិហារថ្មីហ្នឹង2016រហូតដល់យើង2023អាហ្នឹងយើងបញ្ចុះខណ្ឌសីមាហេតុដូច្នេះហើយតែអង្គអាត្មាភាពនិមន្តមកហ្នឹងទី1អង្គអាត្មាភាពសុំច្បាប់ចេញជាវត្តអាហ្នឹងទី1ដល់ចំណែកទី2អង្គអាត្មាភាពកសាងនៅព្រះវិហារចាស់ឆ្នាំ98 2003យើងបញ្ចុះគោលដល់ចំណែកទី2អង្គអាត្មាភាពកសាងនៅព្រះវិហារថ្មីដែលយាយតាឃើញនៅខាងមុខហ្នឹងហេតុដូច្នេះហើយអង្គអាត្មាភាពគ្រាន់តែជាចកោយោចនីដើម្បីត្រួសត្រៃដើម្បីចែកជូនទៅដល់ញាតិញោមពុទ្ធបរិស័ទយើងដែលយាយតាខ្លះក៏បានដឹងយាយតាខ្លះមិនបានដឹងមកអាស្រ័យមកអំពីប្រតិចគុណគៀងយើងព្រមទាំងលោកពូព្រាមថាត់វាំងមែនដែរបើកាត់ចាប់អារម្មណ៍បិណ្ឌយើងបានសប្តាហ៍ថ្ងៃនេះតែនឹងមិនបញ្ចប់នេះក៏ពេលវេលាក៏កាន់តែខ្លីអង្គអាត្មាភាពគ្រាន់តែនិយាយត្រួសត្រៃជាចកោយោចនីតែមិនបញ្ចប់នេះអង្គអាត្មាភាពក៏សូមពលិកសាលម្ដងទៀតក៏សូមថ្លែងអំណរអគុណទៅចំពោះលោកពូពនាមអុក
ព្រមទាំងលោកមីងបញ្ញាម៉ាយព្រមទាំងលោកបងបញ្ញាសិញកូលេងហៅថាលោកបងចុងព្រមទាំងក្រុមល្ខោនទាំងអស់ដែលក្នុង40ប្រមាណណាហ្នឹងដែលស្ម័គ្រចិត្តដែលដើម្បីជួយរំកំដរបរិយាកាសនៅពេលក្រោយនេះมันកាត់ថ្លៃហេតុដូច្នេះហើយអង្គអាត្មាភាពក៏សូមតំណាងអោយព្រះសង្ឃព្រមទាំងយាយតាញាតិញោមពុទ្ធបរិស័ទដែលនៅចំណោះវត្តភ្នោតនីវទាំងមូលក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅហើយអង្គអាត្មាភាពក៏គ្មានអ្វីតែច្រើនទេអង្គអាត្មាភាពគ្រាន់តែដើម្បីចែកជូនដល់យាយតាយើងដឹងខ្លះតែមិនបញ្ចប់នេះអង្គអាត្មាភាពក៏សូមរំលែកកុសលដែលអស់លោកញាតិញោមពុទ្ធបរិស័ទដែលមានបងប្រធានអនុប្រធានក្តីនិងក្រុមល្ខោនទាំងអស់ដែលមានចាត់សទ្ធាជ្រះថ្លាជឿជាក់ក្នុងព្រះពុទ្ធសាសនាហើយក៏សូមអោយប្រកបដោយពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិបរិពានបើអស់លោកញាតិញោមពុទ្ធបរិស័ទប្រាថ្នាសម្បត្តិណានោះក៏សូមឲ្យបានដូចសេចក្តីប្រាថ្នាតហងសាអនុមោទនីសាធុបានជុំគ្រប់បញ្ជូននៅក្នុងលោកគ្រូមែនហ្នឹងនឹងទីបញ្ចប់បាទហើយសូមមកជុំចម្លងបកាដល់តាប្រធានហើយនឹងបកាណាតែអីបែបបកាបាទសូមស្រួលទាំងដៃយើងទាំងអស់គ្នាអបអរសូមទៅបាទអរគុណលោកយាយតាបាទដូចយាយតាមេមីងបងប្អូនកុមារាកុមារីបានស្ដាប់នៅការបរិយាយដល់វត្តបរិជ្ជគុណចៅអធិការវត្តវិនីវង្សារាមក្នុងតានីវឥឡូវយើងខ្ញុំមិនបង្កងការរបស់មេមីងយូរទេគឺថាយើងខ្ញុំសូមថ្លែងអំណរអំពីសគុណរបស់លោកប្រធានអនុប្រធាននិងសិល្បករសិល្បករណីនិងក្រុមដូរតន្ត្រីរបស់ក្រុមល្ខោនរងនៅភូមិភូតឹងស្រុកchâu thànhបានឆ្លៀតឱកាសដោយខ្លាបរិយាគុណព្រមទាំងអាចារ្យកម្មការ